បងប្អូនគាត់សួរថាបើផែនដីកំពុងតែមានរឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធជាមួយនឹងទំនាយហេតុកើតឡើងតើអ្វីខ្លះដែលត្រូវត្រៀមខ្លួនសម្រាប់ពេលវេលាសំខាន់មកដល់នៅក្នុងពេលខាងមុខនេះព្រោះបើកាលណាមានភ្លើងឆេះមានទឹកលិចខ្យល់ព្យុះរលកបោកបក់ណាសង្គ្រាមទាំងឡាយកើតឡើងតើថាកូនចៅទាំងឡាយនឹងត្រូវធ្វើអ្វីខ្លះព្រោះយើងជាមនុស្សសលោកដូចគ្នាយើងមិនមានអភិនិហាយើងមិនមានអ្វីដែរអាចរារាំងទប់ស្កាត់នៅកម្លាំងធម្មជាតិបានទេតើយើងត្រូវធ្វើដូចម្ដេចសម្រាប់ចម្លើយរបស់ខ្ញុំចង់ប្រាប់ទៅបងប្អូនថាក្នុងកលៈទេសៈពេលវេលាដែលផែនដីកំពុងតែឈានទៅរកភាពវិនាសចាប់ពីឆ្នាំ2025នេះតទៅចូលបងប្អូនទាំងឡាយត្រៀមខ្លួនគឺមានន័យថាកុំភ្លេចខ្លួនខាងក្រៅគឺយើងត្រូវត្រៀមស្បៀងត្រៀមអាហារថ្នាំសង្កូវណាលុយកាក់ទាំងឡាយទុកដាក់បានត្រឹមត្រូវទីកន្លែងស្នាក់នៅកន្លែងណាឲ្យសមគួរគប្បីព្រោះអ្វីមើលមិនឃើញមិនទៀងបើយើងគ្មានស្បៀងគ្មានអាហារហូបចុកក៏យើងរស់មិនកើតដែរមិនមែនផែនដីគេស្លាប់អស់យើងរស់តែយើងបានទេនៅពេលដែលផែនដីវិនិច្ឆ័យមកអ្នកណាទាំងខ្ញុំទាំងគេគឺវាមានអន្តរាយប៉ះពាល់ដូចគ្នាតែការសំខាន់គឺការដឹងមុនឲ្យត្រៀមខ្លួនទុកសម្រាប់ទទួលរឿងរ៉ាវទាំងអស់ហ្នឹងកុំឲ្យយើងនឹងវាលះលះណាការតក់ស្លុតហ្នឹងហើយឬក៏អត់បានត្រៀមខ្លួនដឹងមុនហ្នឹងអញ្ចឹងត្រៀមខ្លួនត្រៀមអ្វីដែលខ្ញុំប្រាប់មុនហ្នឹងត្រៀមស្បៀងត្រៀមបច្ច័យត្រៀមលុយត្រៀមកាក់ត្រៀមថ្នាំសង្កូវគ្រប់បែបយ៉ាងតាមដែលអាចធ្វើបានទី2គឺត្រៀមខាងក្នុងគឺត្រៀមណាក្នុងការធ្វើយ៉ាងម៉េចឲ្យខ្លួនឯងមានសិល5ជាទម្រទី2មានសមាធិក្នុងការភាវនាផ្សាយមេត្តាដល់សពសត្វទាំងឡាយពិចារណាអំពីធម៌ទាំង3ដែលខ្ញុំប្រកាសណាខ្ញុំបាទប្រាប់មុនហ្នឹងណាជាត្រៃលក្ខធម៌អនិច្ចំទុក្ខំអនត្តាឬក៏ទន្ទិញពុទ្ធគុណពុទ្ធោឬក៏អរហង្គពិចារណាអំពីការស្លាប់ទាំងឡាយរបស់សត្វលោកដើម្បីឲ្យចិត្តនេះបានស្ងប់ចាកនៅកិលេសទ្រោមកុំឲ្យមានភាពច្បុកច្បល់កុំឲ្យពេលកើតរឿងមកដល់ឲ្យភ័យតក់ស្លុតហើយបងប្អូនគាត់សួរទៀតថាតើធ្វើដូចម្ដេចទើបអាចទប់ស្កាត់ឬក៏បញ្ជាឬក៏បង្វែរឬក៏កាត់បន្ថយគ្រោះមហន្តរាយពិភពលោកដែលកើតឡើងអំពីទឹកដីភ្លើងខ្យល់អន្លង់ទាំង4បានតើយើងជាមនុស្សលោកក្នុងផែនដីតើគួរតែធ្វើដូចម្ដេចសូមឲ្យរុក្ខរៈទេវតាព្រះបារមីទាំងឡាយលោកជួយបង្ហាញផងបងប្អូនត្រូវចាំថាកម្លាំងធម្មជាតិជាកម្លាំងចលករបែបអរូបីខាងក្នុងដែលកើតឡើងមានអំណាចរបស់អតិទេពនិងទេវតាចូលរួមនៅក្នុងនោះដែលមិនមាននរណាម្នាក់អាចនឹងរារាំងទប់ស្កាត់បានឡើយត្រឹមតែជាសម្បត្តិមនុស្សលោកធម្មតាទោះបីមនុស្សជាមនុស្សមានបញ្ញាយ៉ាងណាជាបណ្ឌិតថ្នាក់ស្អីក៏ដោយណាហើយជាមនុស្សនឹងគាត់មានលុយកាក់សម្ទ្រព្យសម្បត្តិហូរហៀរកណាក៏ដោយក៏គាត់មិនអាចកាយវិបាកកម្មអន្តរាយទឹកដីភ្លើងខ្យល់សង្គ្រាមឬក៏អន្តរាយទាំងឡាយបានឡើយបានដែរណាគឺបានទេលុះត្រាតែយ៉ាងម៉េចបងប្អូនមានតែអ្នកសច្ចៈអ្នកមានសិល5ពិតប្រាកដអ្នកមានបុណ្យបារមីពិតប្រាកដកាន់តែច្រើនចម្រើននៅក្នុងនគររបស់យើងទើបអាចជួយរារាំងបាបគ្រោះនិងអន្តរាយនោះឲ្យថបថយបញ្ជៀសបង្វាសពីទីកន្លែងអ្នកដែលមានកុសលផលបុណ្យទៅកន្លែងដែលមានបាបវិញណាអញ្ចឹងទឹកដីនគររបស់យើងហេតុអីសម្បូរធ្វើបុណ្យម្លេះសម្បូរធ្វើគេហៅថាការសមាធិដឹកនាំគ្នាធ្វើល្អសាងល្អយ៉ាងកកកកេងបែបនេះដោយសារតែនគររបស់យើងជានគរដែរមានទេវតាคุ้មគ្រងថែរក្សាមានគេចង្អុលបង្ហាញផ្លូវថាចូលកូនចៅទាំងឡាយខំប្រឹងតែធ្វើបុណ្យព្រោះបុណ្យដែលយើងធ្វើមិនមែនចាយបានតែជើងម្នាក់ទេ
គឺចាយបានពិភពលោកទាំងមូលព្រោះអំណាចអ្នកបុណ្យដែលយើងបានធ្វើយើងអាចផ្សាយមេត្តាដល់សពសត្វអ្នកមានឧបនិស្ស័យជាពិសេសនគររបស់យើងនេះកុំឲ្យធ្លាក់ទៅក្នុងអន្លង់ធ្លាក់ទៅក្នុងវិបាកកម្មដ៏គ្រោះថ្នាក់និងអន្តរាយដែលចូលមកដល់ក្នុងពេលខាងមុខអញ្ចឹងសម្រាប់វិធីដែលអាចទប់ស្កាត់គ្រោះមហន្តរាយគឺដូចជាខ្ញុំបានអធិប្បាយអញ្ចឹងថាមានតែអ្នកសច្ចៈសច្ចាំងមានបុណ្យបារមីមានសិលពិតប្រាកដទេទើបអាចទប់ស្កាត់នៅរឿងរ៉ាវទាំងឡាយហ្នឹងបញ្ជាបង្វាគ្រោះទាំងអស់នឹងបានព្រោះអ្នកដែលគាត់មានសច្ចៈមានការពិតនៅក្នុងខ្លួនមានបុណ្យបារមីគឺគាត់អាចចូលឧទ្ទិសឋាននៅក្នុងឈានឬក្នុងឈាននៅចិត្តណាមួយអាចប្រើមនោមយធិក៏បានអាចថ្លែងរិទ្ធក៏បានដើម្បីរារាំងឬដើម្បីសុំជំនួយពីទេវតាណាគឺប្រើអំណាចរិទ្ធអធិដ្ឋានដោយបុណ្យបារមីរបស់គាត់និងអំណាចរិទ្ធរបស់ពពួកទេវតាអមនុស្សដើម្បីជួយទ្រទ្រង់បញ្ជាបង្វិះបានហើយអ្នកខ្លះដែលគាត់មានសមាធិវិបស្សនាខ្លាំងគឺគាត់អាចចូលឈានចូលសមាធិដើម្បីបើកវិមាត្រចិត្តផ្សាយធម៌ពលចិត្តផ្សាយមេត្តាហ្នឹងដើម្បីបញ្ជៀសគ្រោះអន្តរាយនឹងបានអញ្ចឹងបានជាខ្ញុំឲ្យបងប្អូនសមាធិរាល់ថ្ងៃរក្សាសិល5ឲ្យជាប់ខំតែធ្វើបុណ្យលាក់ខ្លួនពួនអាត្មារងចាំពេលវេលាកាលជួយជ្រោងសាសនាដឹកនាំមនុស្សលោកឲ្យត្រឹមត្រូវតាមធម៌កុំចេញអួតបង្ហាញអំនួតលើកខ្លួនជាតួម៉ែជាតួឪជាតួមេដាជាតួបិតាគ្មានប្រយោជន៍ទេព្រោះអ្នកដែលមានប្រយោជន៍គឺអ្នកដែលគេមានសិលមានសច្ចៈមានការទម្លាក់សង្រួមពិតប្រាកដមិនមែនជាបុគ្គលដែលសម្ញែងតាំងតួចេញបង្ហាញអួតខ្លួនតាមបណ្ដាញសង្គមនោះឡើយមិនមានទេបងប្អូនដែលស្គាល់តួលខោនទេតួលខោនគឺចេញសម្ដែងតួនាទីគាត់គឺជាអ្នកសម្ដែងតែសួរឲ្យគាត់មកសម្ដែងការពិតជីវិតពិតបញ្ចេញសិលសាស្ត្របញ្ចេញអីធ្វើបានទេគឺអត់បានទេគាត់បានត្រឹមតែសម្ដែងចឹងចូលកុំចាញ់បោកការបំភាន់ការសម្ដែងរបស់បុគ្គលមួយចំនួននៅក្នុងបណ្ដាញសង្គមឲ្យសោះមិនថាតែនោះចង់យំចង់ស្រែកចង់ក្លាំប៉ាជើង2ជើង3ក៏កុំទៅយកចិត្តទុកដាក់សំខាន់ខ្លួនជាទីពឹងរបស់ខ្លួនណាគ្មានអ្នកណាម្នាក់អាចគ្រប់គ្រងអំណាចរបស់ធម្មជាតិតាំងខ្លួនដល់ខ្លួនឯងអាចកែប្រែពិភពលោកបានទេគ្មានទេសូម្បីតែមេដាចក្រវាលបិតាចក្រវាលទេវតាខាងលើมันអាចជួយកូនចៅបានផងព្រោះវាជាវិបាករបស់ផែនដីចោះតម្រាំតែយើងមនុស្សលោកដូចគ្នាម្ដាបោកប្រាស់គ្នាថាខ្លួនឯងអាចជួយផែនដីបានអាចនេះអាចនោះបាននេះអាចជួយយើងបាននេះមិនអាចទេបងប្អូនគឺពឹងលើបុណ្យពឹងលើកុសលពឹងលើកម្លាំងសទ្ធាដែលយើងធ្លាប់ធ្វើធ្លាប់បំពេញនឹងខ្លួនឯងកុំទៅបង្អោនទៅគោរពថ្វាយបង្គំគេខុសរឿងណាធ្វើអីគឺឲ្យច្បាស់លាស់ខ្លួនឯងព្រោះតួអង្គពិតប្រាកដមិនមានតួនាទីអីត្រូវទៅដើរថ្វាយបង្គំបាតដៃបាតជើងយកលើកគេជាម៉ែជាឪយើងទេគឺតួនាទីរបស់យើងគឺថារាប់អានគ្នារវាងអ្នកស្គាល់គ្នារវាងតួអង្គនិងតួអង្គដឹកនាំគ្នាទៅរកផ្លូវត្រូវទៅរកការធ្វើបុណ្យទៅរកការធ្វើកុសលបំពេញបារមីតាមឧបនិស្ស័យរៀងខ្លួនអ្នកណាចង់ចេញទៅដោះអ្នកក៏ចេញទៅអ្នកណាចង់ចេញទៅធ្វើពិធីណាពិធីនេះរឿងរបស់អ្នកធ្វើរឿងរបស់គេយើងគិតតែរឿងយើងណាព្រោះតួនាទីបុគ្គលមិនដូចគ្នាទេជាពិសេសតួអង្គឋាននឹងតែម្ដងណាអញ្ចឹងតាមរយៈសារនេះដែរខ្ញុំបាទសូមបញ្ជាក់នៅក្នុងការ live ជូនបងប្អូនតែម្ដងជារឿងសំខាន់ណាត្រូវមានសច្ចៈមានសិលមានសមាធិការភាវនាឲ្យជាប់ខ្លួនហើយខំប្រឹងធ្វើបុណ្យផ្សាយមេត្តាចិត្តដូចជាការធ្វើបុណ្យដែលខ្ញុំបានធ្វើដែលព្រះបារមីលោកបានចង់ឲ្យបង្ហាញគឺបុណ្យផ្សាយមេត្តានៅថ្ងៃទី12អញ្ចឹងបុណ្យដែលខ្ញុំធ្វើហ្នឹងក៏ជាបុណ្យមួយដែលកំពុងតែបញ្ជូនកម្លាំងគេហៅថាធម៌ពលនឹងទៅកាន់អមនុស្សទៅកាន់ផែនដីផ្សាយដល់សពសត្វទាំងឡាយដើម្បីបញ្ជៀសបង្វាគ្រោះថ្នាក់អន្តរាយធំនឹងដូចគ្នាប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេគឺសូមឲ្យបងប្អូនមានចិត្តមេត្តាអធ្យាស្រ័យធ្វើបុណ្យសាងកុសលបន្តទៀតដើម្បីជួយដល់ផែនដីនិងមហានគរខ្មែររបស់យើងព្រោះអស់លោកមេតប
សច្ចៈសច្ចាំងមនីអេសីគឺលោករងចាំការផ្សាយបុណ្យរបស់កូនចៅទៅជួយដើម្បីឲ្យលោកមានកម្លាំងអាចទប់ទល់ជាមួយនឹងកម្លាំងធម្មជាតិអកុសលវិបាកមួយចំនួនណាមួយចំនួនបងប្អូនណាมันបានជួយគ្រប់គ្នាទេតែជួយបានមួយភាគធំនៃផែនដីនៃមនុស្សលោកឬកូនចៅក្នុងនគររបស់យើងនេះអញ្ចឹងក្នុងពេលនេះអត់មានអីច្រើនទេគឺក្រៅពីរក្សាពាក្យសច្ចៈคล้ายខ្លួនជាអ្នកសច្ចាំងធ្វើខ្លួនឲ្យជាអ្នកមានសិលពិតប្រាកដសង្រួមឲ្យបានត្រឹមត្រូវមិនអួតមិនអាងមិនមានះមិនប្រកាន់ខ្លួនប្រកាន់ទិដ្ឋិប្រកាន់ការយល់ឃើញរបស់ខ្លួនណាកុំទៅប្រកែកគ្នារឿងប្រពុតប្រុសប្រពុតស្រីសំខាន់ឥឡូវនេះយើងមិនមែនជាព្រះពុទ្ធយើងជាមនុស្សធម្មតារឿងរបស់ព្រះអ្នកណាចេះវែកញែកអ្នកណាចេះហួងហែងអ្នកនោះគាត់ទទួលផលកម្មផលបាបរបស់ខ្លួនឯងទៅសំខាន់អ្វីដែលយើងដើរអ្វីដែលយើងគិតថាត្រឹមត្រូវចូលដើរបន្តទៅទៀតណាចូលដើរបន្តទៅទៀតកុំងាកក្រោយកុំបែរក្រោយកុំគេហៅថាងាកឆ្វេងងាកស្ដាំខ្លាំងពេកណាធ្វើមិនដើរឲ្យត្រង់ផ្លូវទៅតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់សម្ដែងចូលធ្វើតាមអំពើល្អណាចូលកុំធ្វើបាបពាវរារវាងគ្នាតទៅទៀតណាចូលសម្អាតចិត្តឲ្យបានស្អាតផូរផង់គឺតាមរយៈការសមាធិនឹងឯងដែលបងប្អូនកំពុងធ្វើរាល់ថ្ងៃទាំងខ្ញុំទាំងគេនេះយកចិត្តស្ងប់ណាគេហៅថាយកនិព្វានទាំងរស់និព្វានប្រែថាការអស់ទៅនៃតណ្ហាការដកចេញនៃតណ្ហាគឺជាការអស់ទៅនៃទុក្ខអញ្ចឹងបងប្អូនដកតណ្ហាដកចំណងដកសេចក្តីហួងហែងក្តៅក្រហាយអន្តែងចេញទៅគឺបងប្អូនរកកន្លែងសុខឃើញហើយគ្មានសេចក្តីសុខឯណាស្មើនឹងសេចក្តីស្ងប់ទោះបងប្អូនមានលុយមានឡានជិះឡានទំនើបហូបបាយចានមាសណាហូបបាយហូបអាហារថ្លៃយ៉ាងណាក៏ដោយក៏มันអាចដូរនឹងសេចក្តីស្ងប់សុខដែលបងប្អូនត្រឹមតែសមាធិមួយភ្នែនទេ